បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីព្យញ្ជនៈតម្រួត2ណាដែលមានសំឡេងដូចគ្នាគឺមាន SC បាទហើយនិង SK ណាអូខេទាំងអស់គ្នាមកមើល SC ហើយនិង SK គឺមានសំឡេងស្កអូខេមានសំឡេងស្កបែបហ្នឹងណាទាំងអស់គ្នាមកមើលពាក្យឧទាហរណ៍របស់យើងមួយចំនួនមកបាទពាក្យទី1នេះយើងអានថា scarf បាទ scarf អញ្ចឹង SC ស្កបាទ AR នេះស្រៈអាណា F scarf scarf គឺកន្សែងអ្នកនរគ្នាតើគ្នាមើលពាក្យបន្តទៀតមកបាទ SC ស្ក A blank E នេះស្រៈ A ណា L ស្ក A L scale scale អូខេ scale គឺជញ្ជីងណាអូខេតើគ្នាមកមើលពាក្យបាទ SK ម្ដងណា SK ក៏មានសំឡេងស្កដែរ Y នេះគឺស្រៈអាយណាអូខេយើងអានថា sky អូខេ sky គឺមេឃតែគ្នាមើលពាក្យចុងក្រោយបាទ SK ស្កI នេះស្រៈ E ណា N ស្ក E N skin អូខេ skin គឺស្បែកបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនយើងសិក្សាអំពីអក្សរ SC បាទហើយនិង SK គឺមានសំឡេងស្កដូចគ្នាណាហើយមូលហេតុដែលយើងដឹងថាមានសំឡេងស្កដូចគ្នាគឺអាស្រ័យសញ្ញាអានបងប្អូនហើយបងប្អូនគ្រាន់តែសម្គាល់សំឡេងស្កហ្នឹងទៅនៅពេលដែលបងប្អូនឃើញពាក្យដតីទៀតដែលមានរូបរាងអក្សរបែបហ្នឹងណាគឺ SC ហើយនិង SK តើអ្នកគ្រាន់តែស្វែងយល់អក្សរបន្តទៀតទៅយើងអាចប្រកបអានពាក្យបានដែរ